បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel គំធី TV ទាំងអស់ទីគ្រប់រាប់អាននៅថ្ងៃនេះខ្ញុំបាននឹងលើកយកនៅព័ត៌មានថ្មីមួយទៀតដែលព័ត៌មាននេះគឺតាក់ទងទៅនឹងប្រទេសរុស្ស៊ីតើហេតុអីបានជាប្រទេសរុស្ស៊ីមិនខ្លាចប្រទេសសហរដ្ឋអាមេរិកនិងផ្នែកសហភាពអឺរ៉ុបនិងប្រទេសលោកខាងលិចដែលបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបាទទោះបីជាទាំងអស់នោះខំដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយក៏រុស្ស៊ីមិនខ្លាចដែរបាទតាក់ទងទៅនឹងរឿងកិច្ចកម្មរបស់រុស្ស៊ីតាក់ទងទៅនឹងរឿងធ្វើសង្គ្រាមនៅអ៊ុយក្រែនហ្នឹងបាទដោយដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយថាចំនួនរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែននេះគឺបានអុកបន្លាយរហូតដល់ជាង3ឆ្នាំទៅហើយប៉ុន្តែជាមួយទាំងអស់នេះគឺមិនអាចបញ្ចប់បានទេទោះបីជាប្រទេសលោកខាងលិចដូចជារដ្ឋអាមេរិកខាងអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីយ៉ាងណាក៏ដោយប៉ុន្តែរុស្ស៊ីមិនខ្លាចឲ្យញើសទៅទាំងអស់ទេបាទយើងសួរថាហេតុអីបានជាប្រទេសរុស្ស៊ីនឹងមិនខ្លាចប្រទេសទាំងអស់នោះបាទទោះបីជាខំដាក់ទណ្ឌកម្មយ៉ាងណាក៏រុស្ស៊ីមិនខ្លាចដែរតែរុស្ស៊ីពឹងផ្អែកទៅលើអ្វីបានជាគាត់មិនខ្លាចប្រទេសដែលដាក់ទណ្ឌកម្មមកលើគាត់បាទហើយឥឡូវនេះខ្ញុំបាននឹងសាកល្បងចូលទៅបកស្រាយតាក់ទងទៅនឹងមូលហេតុដែលលោកពូទីនមិនខ្លាចប្រទេសលោកខាងលិចទេបាទទោះបីជាខំដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយចឹងប្រទេសរុស្ស៊ីគឺគាត់មានសេដ្ឋកិច្ចរបស់គាត់តាក់ទងទៅនឹងការទប់ទល់នៅក្នុងការធ្វើសង្គ្រាមនឹងចឹងគាត់ពឹងផ្អែកលើសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីយ៉ាងខ្លាំងបាទអញ្ចឹងប្រទេសរុស្ស៊ីគឺគាត់ពឹងផ្អែកទៅលើសេដ្ឋកិច្ចចំនួន6ដែលគាត់មិនខ្លាចប្រទេសលោកខាងលិចឬក៏សហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្មលើគាត់ទេបាទដោយក្នុងនោះសេដ្ឋកិច្ចទាំង6នោះគឺអាចទ្រទ្រង់តាក់ទងទៅនឹងប្រទេសរុស្ស៊ីបានរួមទាំងការធ្វើនយោបាយនិងជាពលរដ្ឋបាទទាំងអស់គឺអាចទ្រទ្រង់បានសេដ្ឋកិច្ចរបស់គាត់បាទចឹងបានជាគាត់មិនខ្លាចនៅក្នុងការទីដែលដាក់ទណ្ឌកម្មមកលើគាត់មិនខ្លាចទេព្រោះថាសេដ្ឋកិច្ចរបស់គាត់ទាំង6ហ្នឹងគឺអាចជួយប្រទេសរបស់គាត់នឹងរីកចម្រើនបានហើយក៏មានឱកាសនៅក្នុងការធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីអ៊ុយក្រែននឹងបានទៀតបាទទី1ហ្នឹងគឺសេដ្ឋកិច្ចរបស់គាត់គឺតាក់ទងទៅនឹងការនាំចេញប្រេងបាទដូចដែលលោកនឹងបានដឹងរួចមកហើយថាប្រទេសរុស្ស៊ីហ្នឹងគឺបាននាំចេញប្រេងច្រើនជាងគេនៅក្នុងពិភពលោកយើងហ្នឹងមិនត្រឹមតែនាំចេញប្រេងទេរបស់គាត់គឺមានទាំងឧស្ម័នធម្មជាតិជាច្រើនទៀតបាទនៅក្នុងការនាំហើយប្រេងកាត់អីហ្នឹងគឺសុទ្ធតែត្រូវការនាំចេញនាំអីទាំងអស់បាទអញ្ចឹងគឺគាត់អត់ខ្លាចទីគាត់ពឹងផ្អែកទៅសេដ្ឋកិច្ចនឹងទី1បាទតទៅនឹងបាទហើយតទៅទៅនឹងការនាំឧស្ម័នបាទតទៅនឹងការនាំឧស្ម័នហ្នឹងគឺរុស្ស៊ីគាត់នាំទៅប្រទេសអាស៊ីនៅខាងអាស៊ីយើងនៅខាងអឺរ៉ុបហើយនឹងប្រទេសដែលកំពុងអភិវឌ្ឍបាទមិនត្រឹមតែប៉ុណ្ណោះទេគឺគាត់បានលួចនាំទៅគាត់នាំទៅខាងប្រទេសប្រិចទៀតបាទប្រទេសប្រិចហើយនៅក្នុងនោះដែរគាត់តែចំណូលតាក់ទងទៅនឹងការនាំចេញនាំចូលនឹងគឺ50ទៅ70% ហើយនៅក្នុងចំណូលដែលគាត់បាននាំនឹងបាទអញ្ចឹង70ទៅ50% គឺបានចំណូលចូលទៅរដ្ឋបាទអញ្ចឹងគាត់អត់ខ្លាចទេប្រទេសរុស្ស៊ីនឹងបាទហើយទី2គឺតាក់ទងទៅនឹងរ៉ែបាទរ៉ែនៅប្រទេសរុស្ស៊ីនោះក៏មានច្រើនដែរក្នុងនោះមានរ៉ែកម្រដូចជាវត្ថុធាតុដើមអីហ្នឹងមកច្រើនដូចជាយើងហៅថារ៉ែថ្មថ្លាបាទនិងរ៉ែថ្មកែវអាលុយមីញ៉ូមរួមទាំងមាសទៀតបាទគឺប្រទេសរុស្ស៊ីគឺមានទាំងអស់បាទមានទាំងរ៉ែមាសរ៉ែអីហ្នឹងចឹងគាត់នាំទៅប្រទេសនៅអាស៊ីយើងនៅប្រទេសដែលកំពុងអភិវឌ្ឍរួមទាំងនៅអឺរ៉ុបទៀតបាទគឺគាត់នាំទៅទាំងអស់បាទហើយសេដ្ឋកិច្ចគាត់ទី3បាទទី3គឺតកតវិស័យកសិកម្មដូចដែលលោកដានៀមបានដឹងរួចមកហើយថាវិស័យកសិកម្មរបស់រុស្ស៊ីហ្នឹងគឺពឹងផ្អែកទៅលើស្រូវសាលីទាំងស្រុងតាមនោះមកស្រូវសាលីហ្នឹងគឺប្រទេសរុស្ស៊ីនាំមុខគេហើយនៅក្នុងពិភពលោកនេះនៅក្នុងការនាំស្រូវសាលីចេញទៅខាងក្រៅដោយក្នុងក៏បាននាំទៅដូចជានៅខាងអាស៊ីយើងរួមទាំងអាហ្វ្រិកទៀតបាទគាត់បាននាំទៅអាហ្វ្រិកទៀតមិនត្រឹមតែអាហ្វ្រិកក៏អាចចូលទៅក្នុងខាងអឺរ៉ុបខ្លះដែរអញ្ចឹងធ្វើសេដ្ឋកិច្ចរបស់គាត់គឺកាន់តែខ្លាំងក្លាឡើងបាទហើយទី4នោះគឺតាក់ទងទៅនឹងការនាំអាវុធបាទលោកអ្នកបានដឹងរួចមកហើយថាការនាំអាវុធនេះបន្ទាប់ពីសហរដ្ឋអាមេរិកគឺរុស្ស៊ីនឹងហើយដែលជាអ្នកនាំអាវុធច្រើនជាងគេបាទនាំលក់អាវុធហ្នឹងបាទតាក់ទងអាវុធហ្នឹងគឺលក់ច្រើនជាងគេនៅលើពុទ្ធដូចនេះចុះពីអាមេរិកគឺគាត់ទី1គឺអាមេរិកគឺនាំមកគេដែរតាក់ទងទៅនឹងការលក់អាវុធហ្នឹងគឺទី1ហើយបន្ទាប់មកប្រទេសរុស្ស៊ីគឺនាំទី2បាទចុះពីអាមេរិកគឺទី2ហើយប្រទេសរុស្ស៊ីហ្នឹងគឺជាអ្នកនាំមុខគេនៅក្នុងការលក់អាវុធបាទហើយទី5ហ្នឹងគឺតាក់ទងទៅនឹងការជួញដូរបាទតាក់ទងទៅនឹងការជួញដូរប្រទេសរុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺបានងាកទៅការជួញដូរជាមួយប្រទេសប្រិកបាទប្រទេសប្រិកហ្នឹងគឺរុស្ស៊ីមានការជួញដូរយ៉ាងច្រើនបាទទោះបីជាសហភាពអឺរ៉ុបឬក៏សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយប៉ុន្តែរុស្ស៊ីងាកទៅ
ជួញដូរជាមួយនឹងខាងប្រទេសប្រិចបាទមិនត្រឹមតែប៉ុណ្ណោះទេប្រទេសរុស្ស៊ីក៏ឈានទៅក្នុងការជួញដូរជាមួយប្រទេសចិនប្រទេសអាហ្វ្រិកនៅខាងអាហ្វ្រិកនោះក៏មានហើយជាពិសេសហ្នឹងគឺនៅឥណ្ឌាក៏រុស្ស៊ីនឹងបានជួញដូរលក់សម្ភារៈផ្សេងៗទៅឲ្យប្រទេសឥណ្ឌាដែរអញ្ចឹងរុស្ស៊ីអត់ខ្លាចទេទោះបីជាអស់លោកខាងលិចសហរដ្ឋអាមេរិកអីដាក់ទណ្ឌកម្មនេះគាត់មិនភ័យដែរក៏មិនញើសទេបាទតកតងទៅនឹងប្រទេសផ្សេងៗដែលដាក់ទណ្ឌកម្មលើគាត់ព្រោះថាគាត់មានការរស់ស៊ីយ៉ាងច្រើននៅលើពិភពលោកយើងនេះហើយនៅពេលដែលគាត់រស់ស៊ីជាមួយប្រទេសលោកប្រទេសចិនប្រទេសអាហ្វ្រិកនៅឥណ្ឌាហើយនិងប្រទេសប្រិចអីហ្នឹងបាទគឺគាត់បានបំលែងរូបិយវត្ថុទៀតបាទរូបិយប័ណ្ណហ្នឹងទៅជា brick វិញបាទដើម្បីឲ្យងាយស្រួលនៅក្នុងការទូទាត់គ្នាទៅវិញទៅមកបាទហើយទី6សេដ្ឋកិច្ចរបស់រុស្ស៊ីគឺពឹងផ្អែកទៅលើបច្ចេកវិទ្យាដោយលោកនាងបានដឹងរួចហើយថានាពេលបច្ចុប្បន្នយើងនេះបាទបច្ចេកវិទ្យាគឺមានសារៈសំខាន់ណាស់ហើយធ្វើឲ្យពិភពលោកទាំងមូលគឺក៏ក្រៅតកតងនឹងបច្ចេកវិទ្យាហើយដូចថ្មីតកតងទៅនឹង AI ហ្នឹងគឺរកឃើញពីមុនដោយសារប្រទេសរុស្ស៊ីហ្នឹងបាទមិនត្រឹមតែប៉ុណ្ណោះទេដូចលោកនាងបានដឹងរួចមកហើយថាសូម្បីតែយើងប្រើប្រាស់ Telegram រាល់ថ្ងៃនេះ Telegram ហ្នឹងគឺជារបស់រុស្ស៊ីបាទក្រុមហ៊ុនរុស្ស៊ីជាអ្នករកឃើញជាអ្នកដាក់ឲ្យប្រើប្រាស់នៅពេលបច្ចុប្បន្ននេះបាទហើយមួយរយៈមុននេះគឺមានការភ្ញាក់ផ្អើលតកតងទៅនឹង AI ហ្នឹងបាទលើពិភពលោកគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអញ្ចឹងហើយបានជាប្រទេសរុស្ស៊ីបាទគឺបច្ចេកវិទ្យាហ្នឹងគឺខ្លាំងណាស់នៅលើពិភពលោកនេះគឺរុស្ស៊ីទៅដល់បច្ចេកវិទ្យា AI ហ្នឹងគឺរុស្ស៊ីជាអ្នកចាប់ផ្ដើមមុនគេដែលធ្វើឲ្យមានការភ្ញាក់ផ្អើលលើពិភពលោកយើងនេះអញ្ចឹងយើងប្រើ Telegram រាល់ថ្ងៃនេះគឺរុស្ស៊ីជាអ្នកគ្រប់គ្រងទាំងអស់អញ្ចឹងរុស្ស៊ីអាចយកព័ត៌មានពីយើងបានទាំងអស់ហ្នឹងសិនបើរុស្ស៊ីចង់ដឹងព័ត៌មានអ្វីមួយនោះបាទសង្ខេបបកវិញតកតងទៅនឹងប្រទេសរុស្ស៊ីដែលមិនខ្លាចប្រទេសលោកខាងលិចសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនោះទេគឺដោយសារកត្តាទាំង6នេះបាទដែលធ្វើឲ្យរុស្ស៊ីមិនខ្លាចងើបទាំងអស់បាទតាមទាំង6ហ្នឹងគឺមានដូចជាការនាំចេញបាទនៅប្រេងនិងអូស្មန်បាទហើយទី2តកតងទៅនឹងការនាំរ៉ែកម្រនិងកត្តាទី2បាទទី3នេះគឺតកតងទៅនឹងវិស័យកសិកម្មព្រោះថាប្រទេសរុស្ស៊ីគឺមានវិស័យកសិកម្មតកតងទៅនឹងផលិតស្រូវសាលីបាទស្រូវសាលីដែលរុស្ស៊ីនាំចេញទៅលើពិភពលោកយើងនេះបាទហើយទី4ហ្នឹងគឺតកតងទៅនឹងការនាំចេញអាវុធបាទការលក់អាវុធអីហ្នឹងបាទប្រទេសរុស្ស៊ីគឺបាននាំចេញអាវុធហ្នឹងជាប់លេខ2បាទបន្ទាប់ពីសហរដ្ឋអាមេរិកហើយទី5ហ្នឹងគឺតកតងទៅនឹងការជួញដូរផ្សេងជាមួយបណ្ដាប្រទេសដូចជានៅប្រទេសចិនប្រទេសអាហ្វ្រិកនៅខាងឥណ្ឌានិងខាងប្រទេសប្រិចបាទក៏រុស្ស៊ីបាននាំទៅច្រើនដែរមិនត្រឹមតែប៉ុណ្ណោះទេគឺរួមទាំងនៅពេលថ្មីគឺគាត់ត្រៀមនៅក្នុងការផលិតរូបិយប័ណ្ណហ្នឹងដើម្បីចាយវាហ្នឹងជារូបិយប័ណ្ណប្រិចដើម្បីងាយស្រួលនៅក្នុងការទូទាត់ពាណិជ្ជកម្មរវាងគ្នានឹងគ្នាបាទហើយទី6ហ្នឹងគឺតកតងបច្ចេកវិទ្យា AI បាទព្រោះថាប្រទេសរុស្ស៊ីនៅពេលនេះគឺបច្ចេកវិទ្យា AI គឺកំពុងតែនាំមុខគេបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត